សួស្តីបងប្អូនទាំងអស់គ្នាបងប្អូននេះខ្ញុំកំពុងតែរៀបចំមកកាត់ស្លឹកប្រទាលស្បួនសត្រេងបងប្អូន2គីឡូទៅខាងកំពង់ធំ1គីឡូភ្នំពេញ1គីឡូហើយផ្កាបងប្អូនផ្កាចិត្តចាយហើយនោះមួយទៀតនោះហើយយើងកាត់ពីខាងនោះមកមុនព្រោះខាងនោះវាមានផ្កាហើយប៉ុន្តែវាចាប់ផ្ដើមរយហើយអញ្ចឹងយើងកាត់ពីនោះមកមុនហើយអាផ្កានេះយើងទុកមើលយើងកាត់ពីនោះមកមុនយើងបងប្អូននេះកាត់ពីខាងនេះទៅមុនព្រោះខាងនេះវាអស់ផ្កាហើយនោះផ្ការយស្វិតអស់ហើយនេះអូនេះចាប់ផ្ដើមចេញមកមួយទៀតបងប្អូននេះចេញមកម្ដងទៀតនេះផ្កាហើយនេះវាស្វិតហើយចាំបងប្អូនត្រូវការអាចតាក់ទងបានបងប្អូនណា